ពិធីសែនព្រះភូមិនៅរដូវធ្វើស្រែរហូតមកដល់សប្តាហ៍ថ្ងៃនេះនៅកន្លែងខ្លះក្នុងរដ្ឋកម្ពុជាតែងកាលណាមានភ្លៀងធ្លាក់ជ្រាយដីល្មមចាប់ប្រកបរបរធ្វើស្រែហើយគេច្រើនឃើញអ្នកភូមិធ្វើច្រំដាក់បាយសម្លនំចំណីយកទៅដាត់សែននៅក្នុងស្រែរបស់ខ្លួនដើម្បីឲ្យស្រូវបានផលច្រើនហើយគេតែងហៅវិថាសែនព្រះភូមិទំនៀមសែនព្រះភូមិនេះតាមការស្រាវជ្រាវនៃក្រមទំនៀមទម្លាប់ឃើញថាមានទំនាក់ទំនងតាំងពីពុទ្ធសម័យមកដែរប៉ុន្តែកាលនោះគេនៅបូជានាងយក្ខិនីដើម្បីសួរដំណឹងទឹកភ្លៀងគឺការសែនទេវតាដែលរក្សាដែនដីនេះទៅវិញប៉ុន្តែទោះជាយល់ដូច្នោះក៏មិនជាការខុសឆ្ងាយจากហេតុដើមប៉ុន្មានដែររឿងនេះមានដំណើរក្នុងគម្ពីរធម្មបទថាក្នុងសម័យពុទ្ធកាលមានកដុម្ពីម្នាក់ជាអ្នកសុខដំដោយទ្រព្យសម្បត្តិប៉ុន្តែប្រពន្ធជាស្រីអាគ្មានកូនមួយគ្រាប់សោះមាតារបស់កដុម្ពីនោះក៏ត្រាស់រិះថាបើកូនអញគ្មានកូននឹងតវងត្រកូលដូច្នោះតើបានអ្នកណារក្សាទ្រព្យសម្បត្តិនេះតទៅទៀតគំនិតនោះមិនបាត់ស្ងាត់ក៏ដឹងទៅដល់នាងភរិយាដើមនាងភរិយាដើមគិតថាបើប្តីអញមានប្រពន្ធចុងហើយនាងនោះមានកូនគេមុខជានឹងបានគ្រប់គ្រងទ្រព្យសម្បត្តិហើយធ្វើជាធំនៅក្នុងផ្ទះសម្បែងនេះជាពុំខានឯខ្លួនអញក៏មុខជានឹងថប់ថយមុខមាត់ពុំមានអ្នកណារាប់អានឡើយបើដូច្នោះគួរអញចេញមុខទៅដណ្ដឹងប្រពន្ធជួសម្ដាយក្មេកដើម្បីឲ្យនាងប្រពន្ធចុងគោរពខ្លាចអញបន្ទាប់មកនាងនោះក៏ចូលទៅនិយាយនឹងម្ដាយក្មេកដើម្បីធានាទៅដណ្ដឹងប្រពន្ធឲ្យប្តីម្ដាយក្មេកក៏យល់ព្រមលុះបានប្រពន្ធថ្មីមកមិនយូរប៉ុន្មាននាងនោះក៏មានក៏មែននាងប្រពន្ធដើមដឹងដូច្នោះក៏ផ្សំថ្នាំលាយនឹងចំណីឲ្យនាងនោះបរិភោគកូនដែលតើបនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនោះក៏រលត់ចេញមកមួយលើកជាពីរលើកលុះដល់លើកទី3អសត្វដែលនាងប្រពន្ធដើមសំឲ្យនោះមិនត្រឹមតែធ្វើឲ្យអន្តរាយទារកទេថែមទាំងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតម្ដាយផងមុននឹងស្លាប់នាងនោះដឹងថាខ្លួនដែលមានសេចក្តីអន្តរាយនេះគឺមិនមានឯណាក្រៅពីរូបប្រពន្ធដើមជាអ្នកធ្វើឡើយក៏ចងពៀវេរានឹងនាងប្រពន្ធដើមថាមីប្រពន្ធដើមនេះចិត្តវាខ្មៅណាស់វាធ្វើថ្នាំពន្លត់សម្លាប់កូនអញមួយលើកជាពីរលើកនេះស្លាប់ទាំងខ្លួនអញទៀតដើម្បីនឹងសះគំនុំចិត្តសូមឲ្យអញកាត់ជាតិណាឲ្យបានស៊ីកូនវាវិញផងថាតែប៉ុណ្ណេះនាងនោះក៏ធ្វើមរណកាលទៅហើយអន្តរយកកំណើតជាសត្វឆ្មាឯនាងប្រពន្ធដើមលុះស្លាប់ទៅក៏ទៅយកកំណើតជាសត្វមាន់មេមាន់នោះកាលបើបានពងពេញសម្បុកកាលណាសត្វឆ្មាទៅខាំស៊ីអស់រលីងលុះដល់លើគម្រប់3ដងមេមាន់ក៏ចង់ពីនឹងឆ្មាថាការជាតិក្រោយសូមឲ្យបានស៊ីកូនឆ្មាវិញរួចក៏ដាច់ខ្យល់ស្លាប់ទៅលុះជាតិបន្ទាប់មកទៀតជាតិជាបន្ទាប់មកទៀតឆ្មានោះក៏អន្តោជាតិជាមេព្រឹកឯមេមាន់ចាប់កំណើតជាសត្វខ្លាកាលណាមេព្រឹកសម្រាប់កូនខ្លានោះតែងទៅខាំស៊ីកូនអស់រលីងគម្រប់3ដងក៏នៅដូចមុនទៀតជាតិជាបន្តមកទៀតខ្លានោះក៏ទៅកាត់ជានាងកុលធីតាឯមេព្រឹកក៏ទៅកាត់ជានាងយក្ខិនីក្នុងពេលដែលនាងកុលធីតាមានកូនស្រាប់តែនាងយក្ខិនីនោះក៏មកម្រះសួរសុខទុក្ខហើយបន្លំចាប់យកកូនទៅស៊ីទៅលុះវិរៈជា3ដងនាងកុលធីតានាំប្តីប្រពន្ធព្រមទាំងកូនទៅងូតទឹកស្រះនៅពេលងូតទឹករួចហើយក៏បីកូនអង្គុយចាំប្តីនាងចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅមកពីចម្ងាយនាងយល់ច្បាស់នៅសេចក្តីអន្តរាយក៏បីកូនស្ទុះរត់លុះរត់ទៅក៏ទៅដល់វត្តចេតពុនក៏ជួនពេលនោះព្រះពុទ្ធអង្គកំពុងប្រទានធម៌ទេសនានៅកណ្ដាលប្រជុំជនពុទ្ធបរិស័ទនាងកុលធីតាភ័យណាស់ក៏យកកូនទៅដាក់ទាបព្រះបាទព្រះអង្គហើយស្រែកយំអង្វរព្រះអង្គថាសូមព្រះអង្គជួយកុំឲ្យនាងយក្ខិនីស៊ីបាននាងយក្ខិនីតាមមកដល់កំពែងវត្ត
លោកឃើញមនុស្សកកក៏មិនហ៊ានចូលក៏ឈររានៅក្រៅកំពែងព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រើអានន្ទទៅហៅនាងយក្ខិនីឲ្យចូលមកការបើនាងយក្ខិនីនោះចូលមកក្រាបថ្វាយបង្គំព្រះអង្គទើបព្រះអង្គទ្រង់នាំអតីតនិទានអំពីការចងពៀដែលមិនអាចរំងាប់ដោយពៀបានមកសម្ដែងប្រាប់រួចទ្រង់ត្រាផ្សះផ្សានាងទាំងពីរឲ្យលែងកាន់ចិត្តគំនុំគុំគួននឹងគ្នាហើយຕົកដាក់គ្នាជាបងជាប្អូនតទៅមុខទៀតនាងយក្ខិនីទូលសួរព្រះអង្គថាតើឲ្យនាងរស់របៀបណាបើនាងធ្លាប់តែរស់ដោយចាប់មនុស្សសត្វជាអាហារយ៉ាងនឹងទៅហើយបើព្រះអង្គឲ្យនាងកាន់សិលតើនាងនឹងចិញ្ចឹមជីវិតបានបែបណាកាលនោះព្រះពុទ្ធអង្គទើបត្រាស់បង្គាប់ឲ្យនាងកុលធីតាយកនាងយក្ខិនីទៅចិញ្ចឹមនាងយក្ខិនីនោះចេះមើលដំណើរទឹកភ្លៀងហេតុនេះបើនាងដឹងថាខែនេះភ្លៀងតិចនាងបង្គាប់ឲ្យនាងកុលធីតាធ្វើស្រែជ្រៅបើឆ្នាំនេះមានភ្លៀងច្រើនត្រូវធ្វើស្រែទួលមិនយូរប៉ុន្មាននាងកុលធីតាក៏ទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារបានផលស្រូវច្រើនអ្នកជិតខាងឃើញនាងធ្វើស្រែមិនដែលខុសឆ្នាំយ៉ាងដូច្នោះនឹកឆ្ងល់ក៏នាំគ្នាទៅសួរនាងក៏ប្រាប់តាមដំណើរបន្ទាប់មកតែចិត្តដល់រដូវធ្វើស្រែអ្នកជិតខាងតែនាំគ្នាយកនំចំណីទៅជូននាងយក្ខិនីដើម្បីសួរដំណឹងទឹកភ្លៀងក្រោយមកនាងយក្ខិនីដែលធ្លាប់តែនៅក្នុងព្រៃកាត់ក្តីអត់សុខមិនចេះនៅក្នុងស្រុកដែលឮសូរតែសំឡេងត្បាល់អង្រែមិនចេះឈប់ក៏សុំនាងកុលធីតាទៅនៅឯស្រែឆ្ងាយអំពីអ្នកភូមិនាងកុលធីតាក៏ទៅសង់រោងមួយឲ្យនៅក្រៅស្រុកអ្នកស្រុកអ្នកភូមិដែលធ្លាប់តែយកអីវ៉ាន់ទៅបូជានាងយក្ខិនីដើម្បីសួរដំណើរទឹកភ្លៀងក៏យកអីវ៉ាន់ទៅតាមបូជានាងយក្ខនៅឯស្រែឯនោះទៀតរឿងបូជានេះយូរទៅលោកអស់អំពីនាងយក្ខិនីទៅក៏ខ្លាចទៅជាទំនៀមបូជាព្រះភូមិដើម្បីឲ្យធ្វើស្រូវបានផលច្រើនទៅវិញ